បងអូនណាខ្លះដែលគេហៅថាមានបញ្ហាបេតុងចុចនេះណាចុចបិទសំឡេងឬក៏តម្លើងសំឡេងនេះបាទនឹងមិត្តណាខ្លះដែលមានបញ្ហាបាទហ្នឹងហើយបើសិនជាមានបញ្ហាយើងអាចកែបានណាបាទហ្នឹងហើយហើយកែបានដោយសារតែយើងធ្វើការបើកនៅក្នុងអេក្រង់របស់យើងដោយការមិនបាច់ប្រើនៅគេហៅថាបេតុងចុចនេះបាទហ្នឹងហើយក៏ហ្នឹងហើយអានេះគឺជាវិធីដ៏ល្អមួយហើយក៏យើងមិនចាំបាច់ទៅពឹងជាងដើម្បីនឹងជួសជុលបាទហ្នឹងហើយម្យ៉ាងវិញទៀតនេះក៏ជាវិធីសម្រាប់គេហៅថាថ្នមនៅគេហៅថាបេតុងចុចបិទសំឡេងឬក៏បើកសំឡេងរបស់យើងកុំឲ្យវាឆាប់ខូចបាទហើយក៏ម្យ៉ាងវិញទៀតភាគច្រើនហ្នឹងគឺឆាប់ខូចតែ3គេហៅថា3បេតុងនេះបាទគឺបេតុងបិទគ្រឿងនិងបេតុងបន្ថយសំឡេងនិងតម្លើងសំឡេងបាទបិទទាំងអស់គ្នាបាទបើទៅមើលនៅវិធីបិទបើកនៅសំឡេងទាំងនេះបាទហ្នឹងហើយការណែនាំនេះគឺខ្ញុំណែនាំអំពីប្រភេទគេហៅថាទូរស័ព្ទOppo មិនបិទទាំងអស់គ្នាបាទហ្នឹងហើយជំហានដំបូងគឺយើងចូលមកកន្លែងការកំណត់បាទហ្នឹងឬក៏កន្លែង setting បាទចុចមកបន្ទាប់មកទៀតយើងអូសទៅលើហើយយើងមើលចំត្រង់កន្លែងភាពងាយស្រួលនិងភាពងាយស្រួលប្រើបាទយើងចុចចំកន្លែងហ្នឹងណាបាទហ្នឹងហើយបាទបន្ទាប់មកទៀតបងប្អូនមើលទៅខាងលើភាពងាយស្រួលចុចមកបាទបន្ទាប់មកទៀតយើងមើលចំត្រង់កន្លែងមេនុយភាពងាយស្រួលចុចមកបាទបន្ទាប់មកទៀតបងប្អូនមើលចំត្រង់កន្លែងពាក្យថាផ្លូវកាត់ចុចមកបាទបន្ទាប់មកទៀតគឺចេញមកបែបនេះបងប្អូនធ្វើការចុចអនុញ្ញាតមកបាទហើយក៏បន្ទាប់មកទៀតបងប្អូនមើលទៅខាងលើបំផុតបាទយើងមើលចំត្រង់កន្លែងគេហៅថារង្វង់មូល4ជ្រុងនេះយើងធ្វើការចុចចំកន្លែងហ្នឹងណាបាទហ្នឹងហើយបន្ទាប់មកទៀតបងប្អូនមើលមកខាងក្រោមត្រង់កន្លែងពាក្យថាយល់ព្រមយើងធ្វើការចុចមកបាទបន្ទាប់មកទៀតហ្នឹងគឺវាចេញជាសញ្ញារាងខៀវដែលមានត្រេ3នេះបងប្អូនសាកចុចមើលបាទទាំងអស់នេះឯងគឺមានគេហៅថាប្រយោជន៍ច្រើនយ៉ាងបងប្អូនទាំងអស់គ្នាបាទហ្នឹងមានទាំងការបិទគ្រឿងមានទាំងការតម្លើងគេហៅថាតម្លើងពន្លឺឬក៏បន្ថយពន្លឺហើយក៏ចំណុចសំខាន់របស់យើងក្នុងវីដេអូនេះគឺយើងនិយាយអំពីការបន្ថយសំឡេងនិងតម្លើងសំឡេងបិទទាំងអស់គ្នាយើងមើលចំត្រង់កន្លែងកណ្ដាលនេះចំកន្លែងបន្ថយសំឡេងយើងធ្វើការឧទាហរណ៍បើសិនជាយើងចង់បើកចម្រៀងបើកអីហ្នឹងឬក៏ចង់និយាយអីហ្នឹងគឺយើងធ្វើការចុចចំកន្លែងបន្ថយអានេះគឺជាការបន្ថយសំឡេងបាទហ្នឹងហើយយើងធ្វើការបន្ថយសំឡេងយើងចុចមកបាទហើយក៏ត្រង់ពីមុខហ្នឹងគឺបានន័យថាយើងមានដំណើរសំឡេងបាទហ្នឹងគឺបែបនេះឯងមានភាពងាយស្រួលយើងមិនចាំបាច់ប្រើនៅគេហៅថាបេតុងតម្លើងសំឡេងឬក៏បន្ថយសំឡេងទៀតទេអានេះគឺជាភាពងាយស្រួលដែលយើងធ្វើការប្រើជាមួយនឹងអេក្រង់របស់យើងពិតជាងាយស្រួលមែនទែនបាទហ្នឹងហើយបន្ទាប់ពីមិត្តយើងបានមើលនៅវីដេអូនេះហើយគឺមិត្តយើងទាំងអស់គ្នាធ្វើបានទេបាទហ្នឹងបើសិនជាមិត្តយើងធ្វើបានហើយសូមពឹងដល់មិត្តយើងទាំងអស់គ្នាជួយធ្វើការចុច like comment ឬក៏មិត្តណាដែលមិនទាន់បាន follow ទេសូមជួយធ្វើការ follow ម្នាក់មួយផងដើម្បីយើងនឹងជួបគ្នាលើកក្រោយទៀតបាទហ្នឹងហើយមិត្តទាំងអស់គ្នាបាទ